បាទសួស្តីបងប្អូនឥឡូវយើងមកតាមមើលសុខភាពកដោរបស់យើងក្រោយពេលញាប់បាន8ថ្ងៃគឺថាសុខភាពល្អហើយចាប់ផ្ដើមស៊ីចំណីច្រើនបងប្អូនស៊ីចំណីឬដូចភ្លៀងអីនោះប្រាវអីគឺស៊ីស្មៅបងប្អូននិយាយស៊ីចំណីតាមពិតគឺស៊ីស្មៅច្រើនណាបងប្អូនមើលអូច្រើនណាមិនរុយមិនអីណាបងកដោឥឡូវវាញាប់បាន8ថ្ងៃសក់បានម្ដងហើយបងប្អូនចាប់ដើមស្អែកហ្នឹងសក់ម្ដងទៀតណានេះថាសុខភាពល្អខ្លាខ្លំល្អណាមើលដាក់ស្មៅទៅថ្មីនេះវានាំគ្នាឡើងមកស៊ីហើយស្ដាប់ស្លេងទៅលឺប្រាវដូចមេឃភ្លៀងប៉ុន្តែនេះវាអត់ចេះយំថ្លង់ដូចចង្រិតទេណាបងប្អូនហើយមានបងប្អូនគាត់សួរថាចំកដោបថ្លង់អត់វាមានយំថ្លង់ដូចចង្រិតអត់កដោបនេះវាមិនចេះយំទេបងប្អូនគាត់ថាពេលវាធំឡើងវាស៊ីចំណីវាចេះឮប្រាវតិចទេឬដូចភ្លៀងតែមិនមែនភ្លៀងខ្លាំងឬតិចតយើងទៅក្បែរត្រង់វាអត់ឮវាអត់មានផលរំខាននេះច្រើនទេបងប្អូនមើលណាច្រើនមែនតើកដោបវែននេះចិត្តបានប្រមូលផលហើយបងប្អូនចង់បានពូជយកទៅចាំបន្តឬក៏ចង់បានសាច់ទេបងប្អូនអាចតាក់ទងមកខ្ញុំបានបងប្អូនខ្ញុំដាក់លេខទូរស័ព្ទខាងក្រោមហ្នឹងអរគុណបងប្អូន